អរគុណម៉ាក់អ្នកត្រូវតែចាក់ចេញពីអ្នកសម្អាតផ្លូវនេះដើម្បីឲ្យខ្លួនឯងល្អឬខ្ញុំនឹងបដិសេធមិនទទួលស្គាល់អ្នកលោកយាយតោះទៅអ្នកជាក្មេងប្រហែលណាស់អូតើអ្នកអាចធ្វើបែបនេះបានយ៉ាងម៉េចស្ងប់អារម្មណ៍ម៉ាក់តើយើងគួរធ្វើអ្វីឥឡូវយើងទើបត្រូវបានបណ្ដេញចេញពីផ្ទះវាមិនអីទេយើងនឹងត្រឡប់មកវិញនៅពេលដែលយើងបានគ្រប់គ្រងដើម្បីបង្វែរស្ថានភាពយើងត្រូវរកកន្លែងស្នាក់នៅពេលនេះកន្លែងស្នាក់នៅវិមានអានពូឡាកោទីត្រូវបានបំរុងទុកសម្រាប់ការចូលនិវត្តន៍របស់អ្នកខ្ញុំស្គាល់កន្លែងមួយពេលនេះយើងស្នាក់នៅទីនោះយ៉ាងម៉េចដែរបំភ្លេចវាអ្នកគ្មានកន្លែងរស់នៅទេបើអ្នកចង់ស្នាក់នៅជាមួយខ្ញុំចុះបើយើងខ្ញុំអាចឲ្យអ្នកទាំងពីរនៅទីនេះប៉ុន្តែហេតុអីបានជាអ្នកត្រូវនាំមនុស្សចាស់នេះទៅជាមួយខ្ញុំមិនទាន់ដល់អាយុ50ឆ្នាំទេមិនបានជាអ្នកហៅខ្ញុំថាមនុស្សចាស់តើខ្ញុំមើលទៅចាស់ណាស់មែនពិតមាត់ខ្ញុំមិនទាន់បានអត់ទោសឲ្យអ្នកទេតែឲ្យប៉ូលីសមកចាប់ខ្ញុំហើយចោទថាខ្ញុំជាស្រីពេទ្យពណ៌ស៊ឺវាមិនមែនជាកំហុសលោកឡៃធឺទេតាមពិតវាជាកំហុសពួកយើងក្រៅពីនេះលោកឡៃគឺបានរៀបការជាមួយម្ដាយខ្ញុំគាត់ក៏គ្មានកន្លែងស្នាក់នៅដែរដូច្នេះយើងអាចត្រឹមរៀបការមែនហើយយើងរៀបការហើយតើអ្នកនិងកូនស្រីរបស់អ្នកឈ្គួតទេបំភ្លេចវាទៅប្រហែលខ្ញុំអាចចាក់ចេញខ្ញុំអាចស្នាក់ក្នុងឡានមិនអីទេតើអ្នកនិយាយអំពីអ្វីបើអ្នកចាក់ចេញខ្ញុំនឹងត្រូវបន្ទោសចំពោះការសម្លុតប្តីរបស់មិត្តសម្លាញ់ខ្ញុំអ្នកអាចនៅបានប៉ុន្តែអ្នកត្រូវតែសុំទោសខ្ញុំសុំទោសបំភ្លេចវាយីហ្វឹងអ្នកត្រូវតែសម្អាតភាពរញ៉េញ៉ៃនេះអ្នកស្ថិតក្នុងផែនការជោគជ័យឬវាធ្វើឲ្យការរីកដុះដាលនៃភាពរញ៉េញ៉ៃកាន់តែធំឡើងខ្ញុំដឹងយៈទាំង4របស់តាហ្វូឡុងរៀបចំអាហារពេលល្ងាចសម្រាប់ពិធីគោរពគ្រូនៅវិមានប្រណិត 2-3 ថ្ងៃក្រោយម្នាក់ក្នុងចំណោមពួកគេគឺជាមហាសេដ្ឋីម្នាក់របស់តាហ្វូឡុងឈ្មោះថាមូអ៊ឺខ្ញុំមានសំណើអាជីវកម្មរួចរាល់ហើយខ្ញុំសង្ឃឹមថាគាត់នឹងពិចារណាធ្វើការជាមួយខ្ញុំពិធីគោរពគ្រូមនុស្សទាំងអស់នោះមិនបានប្រាប់ខ្ញុំទេចាអាហារពេលល្ងាចប្រារព្ធធ្វើឡើងសម្រាប់មេបញ្ជាការកម្ពុជាដែលបង្ហាត់ជើងខ្លាំងទាំង4របស់តាហ្វូឡុងគាត់គឺជាកម្ពុជាមនុស្សជាអ្វីទៅស្ដាប់ទៅដូចមិនដល់ថ្នាក់នឹងទេដឹងគាត់ជាមនុស្សធម្មតាដូចអ្នកនឹងខ្ញុំមិនមែនមនុស្សវេទមិនអីទេឡៃធឺបិទមាត់ទៅប្រុសចាស់ធ្វើដូចអ្នកដឹងរឿងនយោបាយអញ្ចឹងតើអ្នកអាចសង្ស័យពីអំណាចមេបញ្ជាការបានយ៉ាងម៉េចមែនហើយលោកឡៃធឺអ្នកមិនគួរនិយាយបែបនេះទេខ្ញុំគ្រាន់តែនិយាយការពិតប្រហែលជាអ្នកបានជួបកម្ពុជាមនុស្សនេះរួចហើយពួកយើងប្រហែលជាបានជួបគាត់កន្លែងណាវាអាចទៅរួចប៉ុន្តែអ្នកអាចមិនដឹងថាជាគាត់ពេលដែលអ្នកបានជួបគាត់នោះទេនោះជាការពិតមានមនុស្សមិនច្រើនទេដែលបានឃើញរូបរាងគាត់ប្រហែលជាគាត់លាក់ខ្លួននៅកន្លែងណាមួយវាអាចទៅរួចយើងបានឆ្លងកាត់គាត់ពីមុនខ្ញុំសង្ឃឹមថាខ្ញុំអាចស្គាល់គាត់អញ្ចឹងហើយខ្ញុំអាចក្លាយជាសិស្សរបស់គាត់តើអ្នកចង់រៀនអីខ្ញុំនឹងបង្រៀនអ្នកតើអ្នកមិនលេងសើចទេតើអ្នកអាចបង្រៀនអ្វីរបៀបសម្អាតផ្លូវឬពណ៌ស៊ឺកុំឆ្លើយចំពោះលោកឡៃធឺខ្ញុំចង់រៀនប្រដាល់ដើម្បីវាឲ្យឈ្នះសត្រូវប្រដាល់លុយណាស់មិនអីទេមកខ្ញុំបង្រៀនអ្នកនៅចលនាខ្លះតោះទៅមកយីហ្វឹងតើអ្នកពិតជាយកចិត្តទុកដាក់នឹងបុរសចាស់នឹងមែនតើឯងចង់ឲ្យខ្ញុំចាស់ឡើងនៅតែម្នាក់ឯងឬត្រូវហើយមិនអីទេនេះគឺសម្រាប់អ្នកតើនេះជាអីសម្បត្តិអញ្ជើញចូលរួមពិធីជប់លៀងគោរពគ្រូឯងមិនអាចទៅទីនោះដោយគ្មានការអញ្ជើញទេអូខ្ញុំស្រឡាញ់ឯងខ្លាំងណាស់ពណ៌ស៊ឺអ្នកត្រូវមកផ្ទះវិញនៅថ្ងៃស្អែកប៉ាដល់ផ្ទះហើយអូនសំឡាញ់នេះជាទឹករបស់អ្នកប៉ាតើនាងជានរណាអូនាងជាកូនស្រីរបស់មិត្តភក្តិរីករាយដែលបានជួបអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកចូលចិត្តកាបូបអឺវីដែលមានកំណត់នេះវ៉ូនេះជាការរចនាចុងក្រោយបំផុត
វាមានតម្លៃរាប់រយពាន់វានឹងមិនល្អបើមកដៃទេទោះបីអ្នកមិនបានប្រព្រឹត្តល្អចំពោះឡាយធឺក៏ដោយខ្ញុំមិនចាប់អារម្មណ៍របស់ខ្លែងខ្លាយទេយកវាទៅឲ្យឆ្ងាយខ្ញុំមិនចាប់អារម្មណ៍របស់ខ្លែងខ្លាយទេយកវាទៅឲ្យឆ្ងាយជារបស់ខ្លែងខ្លាយបានយ៉ាងម៉េចអ្នកអាចមើលវិក័យប័ត្រខាងក្នុងវាបានឈប់កុហកយើងទៅតើជនបរាជ័យនេះអាចមានមិត្តភក្តិដែលមានលទ្ធភាពទិញការបូកថ្លៃបានយ៉ាងដូចម្ដេចខ្ញុំវាមិនអីទេគ្រប់គ្រាន់ហើយខឺឡាមិនបានអ្នកឲ្យខ្ញុំត្រឡប់មកវិញតើសុងមានអារម្មណ៍មិនអីទេឡៃធឺហេតុអ្វីបានជាអ្នកឈប់ផ្ញើប្រាក់ខែមកឲ្យយើងតើមានអ្វីកើតឡើងអូខ្ញុំពិតជាសោកស្ដាយចំពោះរឿងនោះខ្ញុំបានលាលែងពីការងារហើយដូច្នេះមិនមានប្រាក់ខែទៀតទេស្អីឡៃធឺនេះគ្រាន់តែជាលេសតែមិនផ្ដល់ថ្លៃអាហារដល់យើងអ្នកអាចធ្វើបែបនេះដាក់ពួកយើងដោយរបៀបណាទេខ្ញុំបានបដូរការងារឥឡូវខ្ញុំជាតៃកុងឡានរបស់មិត្តម្នាក់នោះខ្ញុំបានប្រាក់ខែ 10000 ក្នុងមួយខែខ្ញុំនឹងផ្ញើប្រាក់ឲ្យអ្នកតាន់ពេលពីពេលនេះទៅត្រូវហើយហេខ្ញុំស្មានថាអ្នកឥឡូវអាចទៅបានខើឡាសុងប៉ាខ្ញុំមិនបានមកញឹកញាប់ទេតើគាត់អាចនៅពិសាអាហារល្ងាចបានទេតើអ្នកចង់មានន័យមិនញ៉ាំអាហារល្ងាចអ្នកមិនទាន់សម្អាតចប់នៅឡើយទេហេមិនបានជាអ្នកនៅតែនៅក្នុងផ្ទះខ្ញុំចេញពីទីនេះទៅខ្ញុំពិតជាមិនអាចទ្រាំនឹងអ្នកបានទេតើអ្នកគិតថាអ្នកជានរណាតើនេះមានអ្វីតាក់ទងនឹងអ្នកគួរឲ្យស្អប់ខ្ពើមណាស់អ្នកឯងប្រហែលណាស់លោកឡាយធឺតែងតែមានចិត្តល្អចំពោះអ្នកប៉ុន្តែមើលពីរបៀបដែលអ្នកប្រព្រឹត្តចំពោះគាត់អ្នកដេញគាត់ចេញដូចសត្វកណ្ដុរនៅមិនទាន់អស់ទេអ្នកនៅតាមយកប្រាក់ខែរបស់គាត់បន្ទាប់ពីទទួលបានហើយអ្នកនៅស្ទាក់ស្ទើរឲ្យគាត់នៅញ៉ាំអាហារល្ងាចទៀតអ្នកដូចជាប៉ារ៉ាស៊ីតអញ្ចឹងតើអ្នកគិតថាអ្នកជានរណាមិនបានជាអ្នកហ៊ាននិយាយមិនសមហេតុផលនៅផ្ទះរបស់ខ្ញុំតើមានអ្វីខុសក្នុងការប្រៀបធៀបគ្រួសាររបស់អ្នកទៅនឹងប៉ារ៉ាស៊ីតបំភ្លេចវាទៅខឺសៃស្មប់អារម្មណ៍អ្នកតើអ្នកកំពុងធ្វើអ្វីស្អីចង់វាខ្ញុំវិញមែនមករកខ្ញុំវាខ្ញុំមកវាផ្ទៃពោះរបស់ខ្ញុំមកវាខ្ញុំអ្នកជ្រុលពេកហើយជ្រុលឬតើអ្នកគិតថាអ្នកជានរណាតើនេះជារឿងរបស់អ្នកបានយ៉ាងម៉េចដែរអ្នកជាកូនប្រុសរបស់ឡៃធឺតើអ្នកនឹងគ្រាន់តែចេះឈរនៅត្រង់នោះហើយមើលពួកគេធ្វើបាបគាត់ទេមែនទេខ្ញុំគាត់មិនហ៊ានទេគាត់គួរតែអរគុណតែខ្ញុំជ្រើសរៀបការជាមួយជនបរាជ័យដូចជាគាត់ប្រសិនបើគាត់ហ៊ានធ្វើអ្វីដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តខ្ញុំនឹងធ្វើឲ្យប្រកាសថាពូជពងរបស់គាត់បញ្ចប់នៅទីនេះគាត់ដឹងប្រសើរជាងធ្វើឲ្យខ្ញុំតូចចិត្តមិនបានជាអ្នកនៅតែនៅទីនេះចេញពីទីនេះទៅហេអ្នកសៅប៉ាមើលប្រពន្ធរបស់ឯងឬខ្ញុំនឹងដោះស្រាយបញ្ហាដោយដៃរបស់ខ្ញុំផ្ទាល់ជាមិនខានសុងស្ងប់អារម្មណ៍មួយផ្លែតសិនទៅមិនក៏ហ៊ានខាត់ខ្ញុំសៅតើអ្នកកំពុងព្យាយាមប្រឈមនឹងខ្ញុំមែនទេខ្ញុំបណ្ដុះបណ្ដាលសិស្សឲ្យក្លាយជាគំរូល្អបំផុតសម្រាប់ពួកគេខ្លួនឯងប៉ុន្តែខ្ញុំប្រហែសនឹងកូនប្រុសខ្ញុំគាត់ធំឡើងកំសាកនិងមិនក្លាហានខឺសៃបាត់លោកឡៃខឺវីនាងវិញចង្រៃមិនអ្នកហ៊ានសុងម៉ាក់យើងហ៊ានសំបីតែលើមិនហ៊ានវីកូនស្រីរបស់ខ្ញុំនឹងសម្លាប់អ្នកអូលោកឡៃខឺចលនាដែលអ្នកបង្រៀនខ្ញុំពិតជាដំណើរការសៅតើអ្នកឈរនៅទីនោះដូចមនុស្សកំសាកមើលគេធ្វើបាបពួកយើងដោយរបៀបណាសៅតើអ្នកនៅមិនដឹងខុសឬត្រូវទៀតទេសុងអ្នកវីនាងមុនអ្នកមិនគួរប្រហានពេកទេអ្នកសំបីតែឥឡូវថានាងបានវីអ្នកវិញហើយអ្នកតើអ្នកនៅខាងនាងបានយ៉ាងម៉េចខ្ញុំចង់លេងឡាស់ជាមួយអ្នកត្រូវហើយសុងនឹងលេងណាហែងតើអ្នកពិតជាត្រូវទៅតាមផ្លូវនេះមែនទេអ្នកបានទាញវាដាក់លើអ្នកដោយខ្លួនឯងនៅពេលសុងរៀននៅវិទ្យាល័យនាងមានភាពស្និទ្ធស្នាលនិងអ្នកស្នងមរតនីពេលអនាគតរបស់តាធីងប៉ុន្តែអ្នកមិនព្រមបោះបង់ការតាមនាងគ្រាន់តែយល់ព្រមរៀបការជាមួយអ្នកដោយសារតែការតស៊ូរបស់អ្នកបានជំរុញនាងប៉ុន្តែការរស់នៅជាមួយអ្នកពិតជាវេទនាខ្លាំងណាស់សម្រាប់នាងព្រោះតែនាងមានផ្ទៃពោះជាមួយកូនអ្នកមិនមែនមានន័យថានាងជាប់គាំងជាមួយអ្នកនោះទេវេទនាផ្ទះនេះខ្ញុំទិញឲ្យអ្នកតម្លៃជាង2លានឡានដែលខ្ញុំទិញឲ្យអ្នកតម្លៃរាប់ម៉ឺនដុល្លារខ្ញុំសុំសួរអ្នកតើមិត្តភក្តិណាមួយរបស់អ្នកគ្រាន់បើជាងអ្នកទេអូសំណប់ចិត្តតើអ្នកគិតថាផ្ទះនិងឡានថ្លៃណាស់មែនទេប្រសិនបើកូនស្រីខ្ញុំរៀបការជាមួយបុរសអ្នកមានជាងនេះនាងអាចទទួលបានរបស់ដែលមានតម្លៃថ្លៃជាងអ្វីដែលអ្នកមាននេះទៅទៀតសៅខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅឱកាសចុងក្រោយមួយផ្ទះមនុស្សចង្រៃពីកំភ្លៀងវិញឬក៏ខ្ញុំនឹងលេងលេះអ្នកលេងលេះខ្ញុំស្អីនិយាយម្ដងទៀត
ខ្ញុំមានរឿងឆ្អែតហើយអ្នកបណ្ដេញឪពុកខ្ញុំចេញហើយចាត់ទុកខ្ញុំដូចអ្នកបំរុលអ្នកបន្តបន្ទោសខ្ញុំហើយយកលុយខ្ញុំមិនអីទេចងចាំអ្វីដែលអ្នកបាននិយាយខ្ញុំនឹងលែងលះអ្នកហើយអ្នកកុំយកលុយសំបីតែមួយសេន